ចាមុនពេលដែលស្ដាប់ធម៌ហើយនឹងក្រោយពេលស្ដាប់ធម៌តើវាមានភាពខុសគ្នាបែបណាខ្លះចាបងប្អូនជាទូទៅមនុស្សយើងម្នាក់តែងតែគេហៅថាតែងតែមានជំនឿណាជំនឿថាការស្រោចទឹកចងអំបោះតម្លើងសូត្រមន្តតម្លើងរាសីកាត់គ្រួសអញ្ចឹងទៅអាចជួយឲ្យខ្លួនឯងហ្នឹងរីកចម្រើនឲ្យខ្លួនឯងហ្នឹងរកស៊ីមានបាននាងខ្ញុំក៏ជាមនុស្សម្នាក់ដែរនៅក្នុងចំណោមទាំងអស់ទាំងបងប្អូនទាំងអស់គ្នាដែរចាធ្លាប់ជឿបែបហ្នឹងដែរចាដោយឡែកដោយសារតែនាងខ្ញុំបានស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធបានយល់ទៅទើបនាងខ្ញុំភ្ងាមកវិញជឿលើច្បាប់កម្មផលចាជឿថាបើសិនជានាងខ្ញុំសាងនៅរឿងបែបណានាងខ្ញុំនឹងទទួលនៅរឿងបែបនោះសាងបាបកម្មអាក្រក់នាងខ្ញុំនឹងទទួលនៅផលអាក្រក់បើសិនជានាងខ្ញុំសាងនៅរឿងល្អនោះផលល្អនឹងហុចឲ្យខ្ញុំអញ្ចឹងណាចានេះខ្ញុំសូមលើកឧទាហរណ៍ជារឿងខ្លីមួយមុនពេលស្ដាប់ធម៌ពេលខ្ញុំទៅកម្មវិធីការគេអីចឹងទៅគឺត្រូវតែគិតថាថ្ងៃហ្នឹងត្រូវម៉ូតសក់អីគេថ្ងៃហ្នឹងត្រូវស្លៀកពាក់ម៉ូតម៉េចពាក់បិជើងស្អីឲ្យសមនឹងកៅអៅត្រូវហឺកៅអៅម៉ូតណាធ្វើផាត់មុខមិនឲ្យវាសមក្នុងកម្មវិធីការគេចឹងទៅគិតយីរួមគិតច្រើនមែនតែនដើម្បីថាឲ្យខ្លួនឯងវាស្អាតចូលរួមក្នុងកម្មវិធីមង្គលការគេចឹងណាដោយឡែកដល់ពេលឥឡូវនេះដល់ខ្ញុំស្ដាប់ធម៌យល់ទៅបងប្អូនទាំងអស់គ្នាគឺស្រាខ្លួនអត់មានប្របាកអីទេគ្រាន់តែដល់ម៉ោងគឺខ្ញុំរៀបចំតែខ្លួនថាយើងមួយទឹកឲ្យស្អាតបានទៅអត់មានអ្វីច្រើនទេគឺគ្រាន់តែសក់ហ្នឹងយើងអាចធ្វើតាមបែបមើលទៅសមរម្យល្មមដែលយើងអាចចូលរួមកម្មវិធីបានមុខយើងលាបម្សៅលាបលេបន្តិចទៅយើងបន្ថែមម្ចៅខ្លួនឯងក្រែមតិចទៅគឺចប់ចាហើយនេះខ្ញុំនិយាយនេះមិនមែនហាមបងប្អូនថាបងប្អូនកុំធ្វើចង់ថាឲ្យធ្វើតាមខ្ញុំកុំចូលហាងចូលអីអត់ទេជាសិទ្ធិសេរីភាពរបស់បងប្អូននេះដោយសារតែខ្ញុំស្រឡាញ់គេហៅថាស្រឡាញ់ការតុបតែងបែបហ្នឹងហើយចង់ថាវាអត់ចំណាយប្រាក់ច្រើនហើយវាស្រួលខ្លួនយើងទៀតពេលមកស្ដាប់ធម៌ហ្នឹងគឺជាប់ជំពាក់នឹងរឿងការតុបតែងខ្លួនឲ្យស្អាតបាតមិនមកឲ្យវាលយឆាយនៅក្នុងកម្មវិធីដល់ពេលខូចស្ដាប់ធម៌ហើយគឺខ្ញុំនឹងស្រាខ្លួនមិនបាច់គិតអ្វីច្រើនទេគ្រាន់តែធ្វើយ៉ាងណាឲ្យខ្លួនឯងសមសួនចូលក្នុងកម្មវិធីគេហ្នឹងគឺជាការស្រេចចានេះគឺជាឧទាហរណ៍តូចធម្មតាមួយទេចង់បង្ហាញថាអ្វីក៏ដោយបងប្អូនទាំងអស់គ្នាឲ្យតែយើងបានស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធយល់ណាបងប្អូនគឺបងប្អូនមានរដ្ឋស្រាលខ្លួនអត់មានប្របាអីទៅថាត្រូវសាំញ៉ាំច្រើនទេនេះជាគតិពិចារណាតិចតួចទេនេះខ្ញុំចង់បញ្ជាក់ថាមុនពេលស្ដាប់ធម៌ហើយនឹងក្រោយស្ដាប់ធម៌ហើយវាមានការខុសប្លែកគ្នាយ៉ាងណាចាហើយសម្រាប់នេះខ្ញុំក៏បញ្ជាក់ផងដែរការដែលយើងជឿទៅលើបញ្ហានៃការស្រោចទឹកនៃការកាត់គ្រួសដើម្បីខ្លួនឯងមានសេរីសួស្តីហ្នឹងនេះខ្ញុំចង់លើកឧទាហរណ៍មកថាចេះបងប្អូនតើយើងមានភាពយុត្តិធម៌ដែរទេនៅពេលដែលយើងហ្នឹងកាត់គ្រួសតែអាក្រក់ចេញទុករឿងល្អទាំងដែលយើងនឹងធ្លាប់សាងទាំងល្អធ្លាប់សាងទាំងអាក្រក់មកដែរហើយកាត់តាក្រក់ចេញតើយុត្តិធម៌មានដែរអត់អញ្ចឹងណានាងខ្ញុំសូមលើកឧទាហរណ៍ខ្លីមួយចាស់ជាការប្រៀបធៀបណាចាដូចថាមានម្នាក់អ្នកធំម្នាក់គាត់មានចំនួនមួយយើងហើយគាត់បានយកលុយទៅសោកតុលាការដើម្បីឲ្យតុលាការហ្នឹងកាត់ក្តីឲ្យគាត់ឈ្នះឲ្យយើងចាញ់អញ្ចឹងណាចាហើយប្រៀបធៀបមករឿងយើងនេះវិញយើងកាត់គ្រួសយើងយកសំណែនគ្រឿងសែនទៅសោកអ្នកកាត់គ្រួសហ្នឹងឲ្យគាត់កាត់អាគ្រួសអាក្រក់ចេញទុករឿងល្អតើយើងខុសគ្នាពីអ្នកមាននឹងដែរអត់ចាអានេះជាការប្រៀបធៀបតិចតួចទេចាដោយសារតែនាងខ្ញុំបានស្ដាប់ធម៌យល់ទៅទើបនាងខ្ញុំចិត្តចង់ចែករំលែកនៅរឿងដែលល្អផ្សេងដែលនាងខ្ញុំអាចបញ្យល់បាននាងខ្ញុំអាចចែករំលែកបានគឺនាងខ្ញុំនឹងចែករំលែកតាមអ្វីដែលនាងខ្ញុំចែកបានអញ្ចឹងណាអញ្ចឹងត្រឡប់មកប្រធានបទយើងវិញមុនពេលស្ដាប់ធម៌ហើយនឹងក្រោយពេលស្ដាប់ធម៌ហើយតើខ្ញុំមានការខុសប្លែកអីខ្លះចាបងប្អូនគឺមានការខុសប្លែកច្រើនមែនតើគឺផ្លូវចិត្តខ្ញុំបានល្អប្រសើរចាហើយការរស់នៅរបស់នាងខ្ញុំជក់ចិត្តតែងគិតវិជ្ជមានបានច្រើនចាមានចិត្តអនុគ្រោះចំពោះមនុស្សជំនាញខ្លួនខ្ញុំហើយខ្ញុំជក់ចិត្តតែសម្លឹងមើលរឿងល្អរបស់មនុស្សដែលខ្ញុំខឹងស្អប់អញ្ចឹងណា
ចាពេលដែលខ្ញុំខឹងស្អប់អ្នកណាម្នាក់គឺខ្ញុំអត់សូវគុំគួនមួយគេខ្ញុំតែងតែរៀនសម្លឹងរៀនវែកមើលរឿងល្អរបស់គេឲ្យបានច្រើនដើម្បីឲ្យចិត្តខ្ញុំបានល្អប្រសើរអានេះឯងជាការផ្លាស់ប្ដូរហើយបងប្អូនទាំងអស់គ្នានៅមានជឿរឿងច្រើនទៀតដែលនាងខ្ញុំបានផ្លាស់ប្ដូរប៉ុន្តែនាងខ្ញុំមិនអាចរាយរាប់ឲ្យអស់តែម្ដងឯងគ្រាន់ថានាងខ្ញុំលះបង់គេហៅថាមច្ឆាទិដ្ឋិហ្នឹងហើយនឹងមកជឿលើសមាទិដ្ឋិចាសមាទិដ្ឋិហ្នឹងគឺការយល់ត្រូវហើយមច្ឆាទិដ្ឋិហ្នឹងគឺការយល់ខុសចាហើយការយល់ខុសហ្នឹងដូចនាងខ្ញុំនិយាយពីដើមទីមកអញ្ចឹងការសោចទឹកចងបោះរំដោះគ្រោះកាត់អីហ្នឹងវាជារឿងមច្ឆាទិដ្ឋិវាមិនជាមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធឡើយចាអញ្ចឹងសម្រាប់នាងខ្ញុំមានតែការចែករំលែកប៉ុណ្្នឹងទេហើយបើសិនជានាងខ្ញុំនិយាយទៅមានតួខុសត្រង់ណាសូមបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសផងដែរចាសូមអរគុណសូមជម្រាបលា